ចឹងជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍សាជាថ្មីម្ដងទៀតមកកាន់ការរៀនភាសាចិនដោយការពីលើកមុនយើងបានរៀនរួចមកហើយយើងរៀនដល់ពាក្យទី14អញ្ចឹងថ្ងៃនេះយើងនឹងរៀនពាក្យទី15បន្តទៀតចា៎អញ្ចឹងពាក្យទី15គឺយើងអានថា神仙神明神仙神明ចា៎施恩神伊安燕西燕仙神仙ឬក៏មួយទៀត神មើអ៊ីមីង神明ចា៎អញ្ចឹង神仙神明អញ្ចឹងយើងនិយាយមួយណាក៏បានដែរបកថាទេវតាចា៎អញ្ចឹងពាក្យទី16អានថា求神拜佛求神拜佛求神拜佛មានន័យថាបន់ព្រះសំពះទេវតាចា៎អញ្ចឹងពាក្យទី17យើងអានថា四五两ចា៎អញ្ចឹងពាក្យទី17អានថា四五两仙ចា៎四五两仙មានន័យថាព្រហ្មវិហារធម៌ទាំង4ចា៎ពាក្យទី18慈悲喜舍慈悲喜舍ចា៎អញ្ចឹង慈悲喜舍មានន័យថាមេត្តាករុណាមុទិតាឧបេក្ខាចឹងពាក្យទី19គឺយើងអានថា五欲无求五欲无求无欲无求លែងចង់បានអ្វីចា无欲无求លែងចង់បានអ្វីមិនទាមទារអ្វីទាំងអស់ចាអញ្ចឹងពាក្យទី20អានថា翻冲翻冲翻冲冲ឆ្នាំពាក្យទី24អានថាជាឆុងជាឆុងជាឆុងមានថាកាត់ឆុងចា៎ពាក្យទី22អានថាជីនជីជីនជីជីនជីចា៎អញ្ចឹងជីនជីយើងបកថាដំណំចាការតមិនធ្វើមិនឲ្យធ្វើអីមួយចឹងទៅចាជីនជីពាក្យទី23អានថា本命年本命年本命年ឆ្នាំដែលជាន់ចាពាក្យទី24អានថា华人华侨华人华侨华人华侨មានន័យថាអ្នកជាប់ខ្សែស្រឡាយចិនពាក្យទី25យើងអានថា行善积德行善积德行善积德មានន័យថាសាងបុណ្យសន្សំកុសលពាក្យទី26អានថា消灾解难消灾解难消灾解难មានន័យរំដោះគ្រោះពាក្យទី28អានថា恭喜发财恭喜发财恭喜发财អបអរសាទរឆ្នាំថ្មីរកស៊ីមានបានពាក្យទី28យើងអានថា新年快乐新年快乐រីករាយឆ្នាំថ្មីឬក៏សួស្តីឆ្នាំថ្មីពាក្យទី29អានថា迎接财神迎接财神迎接财神ចា迎接财神មានន័យថាទទួលទេវតាទ្រព្យ好运发财好运发财មានន័យថាសំណាងល្អមានទ្រព្យហូរហៀរចា៎ចឹងថ្ងៃនេះខ្ញុំចែករំលែកជាមួយនឹងអ្នកទាំងអស់គ្នាត្រឹមប៉ុណ្ណឹងហើយបើសិនបានអ្នកទាំងអស់គ្នាពេញចិត្តវីដេអូដែលខ្ញុំចែករំលែកសូមជួយចុច like និង share ដើម្បីបានវីដេអូថ្មីៗជាបន្តទៀតអរគុណជួបគ្នានៅវីដេអូក្រោយ谢谢下次再见